អូនស្រីបើកមាត់ទៅច្រឡឹងរបស់បងស្រីខ្ញុំហើយយកគ្រាប់អង្កាំពណ៌ក្រហមចាស់មួយគ្រាប់ចេញពីក្នុងនោះបន្ទាប់មកផ្ទៃមុខរបស់បងស្រីក៏ចាប់ផ្ដើមលេចចេញនៅស្នាមខ្មៅពេលឃើញបែបនេះអូនស្រីប្រញាប់ប្រមូលកម្លាំងដោយដៃខាងនឹកស្មានមិនដល់ស្រាប់តែបឺដំចូលពោចេញមកយ៉ាងច្រើនសន្ធឹកសន្ធាប់ទើបឪពុកម្ដាយភ្ញាក់ខ្លួនដឹងថាកូនស្រីជាទីស្រឡាញ់របស់ខ្លួនត្រូវបានគេធ្វើបាបឲ្យស្លាប់តាមពិតបងប្អូនស្រីទាំងពីរជាកូនភ្លោះការឈប់យានយ៉ាងកាលពីពេលសម្រាលកូនម្ដាយជួបការលំបាកក្នុងការសម្រាលពេលប្អូនស្រីកើតមកក៏លែងដកដង្ហើមសំណាងល្អត្រូវបានលោកគ្រូពេទ្យសង្គ្រោះហើយនាំនាងទៅវឹកហាត់នៅវត្តតាវដោយតម្រូវឲ្យនាងវឹកហាត់ឲ្យបាន15ឆ្នាំទើបអាចគេចផុតពីគ្រោះថ្នាក់ដល់ជីវិតប៉ុន្មានឆ្នាំមកនេះបងប្អូនស្រីទាំងពីរតែងតែតាក់ទងគ្នាតាមរយៈសម្បត្តិឥឡូវនេះអាយុ15ឆ្នាំហើយប្អូនស្រីទន្ទឹងរង់ចាំត្រឡប់ទៅផ្ទះជួបបងស្រីថែមទាំងបង្ហាញគ្រូដោយរំភើបកាដូថ្ងៃកំណើតដែលបានរៀបចំសម្រាប់បងស្រីមិនដល់3ថ្ងៃទេគ្រួសារអ្នកនឹងមានលុយធំហូរចូលសូមបន្សល់ទុកពាក្យថាលុយហូរចូលច្រើនផងប៉ុន្តែពេលនោះលោកគ្រូបែរជាប្រកល់សម្បត្តិមួយច្បាប់ឲ្យនាងសប្បាយចិត្តណាស់គិតថាជាសម្បត្តិពីបងស្រីរបស់នាងប៉ុន្តែនៅពេលដែលនាងបើកសម្បត្តិនោះហើយឃើញខ្លឹមសារនៅក្នុងនោះសេចក្តីរីករាយទាំងអស់ក៏រលាយបាត់អស់ខ្ញុំមិនជឿទេបងស្រីផ្កាឈូកក្នុងអណ្ដូងរីកទីតងមួយយិនមួយយ៉ាងមិនអាចជួបគ្នាបានកូនសិស្សនេះហើយជាជោគវាសនាបងប្អូនស្រីឯងហើយនៅពេលនេះក្នុងពិធីបុណ្យសពបងស្រីលោកយាយកំពុងតែអន្តេសារជំរុញឲ្យបញ្ចុះសពឲ្យបានឆាប់គាត់គិតថាបងស្រីទើបតែត្រូវបានតែងតាំងជាអគ្គមហេសីនៃរាជទាយាទតែជាស្លាប់ទៅវិញពិតជាអបមង្គលថែមទាំងស្នើនៅនឹងកន្លែងឲ្យស្រីឆ្នះជំនួសបងស្រីរៀបការជាមួយរាជទាយាទម៉ែស្ដីបន្ទោសម៉ែក្មេកមិនគួរនិយាយពាក្យមិនសមរម្យបែបនេះទេហើយកូនស្រីពើរបស់ខ្លួនកំពុងតែធ្វើដំណើរត្រឡប់មកវិញឬមួយអ្នកចង់ឲ្យខាងនាងនោះកូនក្មេងព្រៃផ្សៃនោះរៀបការជាមួយព្រះអង្គម្ចាស់នាងធំដឹងក្តីនៅឯព្រៃភ្នំតើកូនក្មេងព្រៃផ្សៃសាក់សម័យណាល្មមបានហើយព្រះបតាទ្រង់មានបន្ទូលយ៉ាងម៉ឺងម៉ាត់ថារឿងអាពាហ៍ពិពាហ៍រាជវង្សត្រូវតែសម្រេចដោយរាជវង្សម្យ៉ាងទៀតថ្ងៃនេះជាថ្ងៃបញ្ចុះសពកូនស្រីមិនគួរនិយាយរឿងទាំងនេះសោះតែលោកយាយទូចចង់បញ្ចុះសពភ្លាមខណៈពេលដែលហៀបនឹងបញ្ចុះមឈូសប្អូនស្រីមកដល់ទាន់ពេលម្ដាយអបកូនស្រីយ៉ាងរំភើបកូនស្រីពើដែលមិនបានជួបអស់រយៈពេលជាង10ឆ្នាំតែអ្វីដែលប្អូនស្រីនិយាយមុនគេគឺចង់ធ្វើកសលឲ្យវិច័យលើសាកសពបងស្រីនាងថាមុខមាត់បងស្រីច្បាស់ជាអាចរស់ដល់100ឆ្នាំមិនអាចស្លាប់ដោយសារជំងឺភ្លាមបែបនេះទេប្រកាសជាមានអ្វីមិនប្រក្រតីពាក្យទាំងនេះត្រូវបានជំទាស់ភ្លាមដោយស្រីម្នាក់ដែលពោពេញដោយល្បិចកលគេបានណែនាំគាត់ឲ្យបញ្ចុះសពបងស្រីទៅលោកយាយថែមទាំងលើកឡើងថាការបើកមឈូសនឹងធ្វើឲ្យខ្មោចលងបន្លាចសូម្បីតែឪពុកក៏គិតថាគាត់កំពុងតែនិយាយមិនសមហេតុផលដែរប៉ុន្តែប្អូនស្រីមានចំហររឹងមាំហើយទូចចង់បើកមឈូសពិនិត្យសាកសពដូច្នេះហើយទើបគេបង្ខំចិត្តបើកគម្របមឈូសទើបដឹងរឿងដ៏គួរឲ្យភ្ញាក់ផ្អើលសាកសពបងស្រីមានម្ជុលប្រាក់ចាក់ដល់ទៅ35ម្ជុលច្បាស់ណាស់បងស្រីត្រូវបានម្ជុលប្រាក់ទាំងនេះធ្វើទារុណកម្មរហូតដល់ស្លាប់ពេលដែលលោកឪពុកឃើញទិដ្ឋភាពនេះគាត់ពិតជាសោកសៅជាខ្លាំងគាត់ស្រែកទ្រហោយថាត្រូវតែរកឃាតឲ្យឃើញបងស្រីទោះឃាតកជាអ្នកណាទោះបីជាគេជាសារីជវងក៏ដោយទោះបីជាមានរឿងអាស្រូវយ៉ាងណាក៏ដោយទោះបង្គំត្រូវតែសងសឹកឲ្យអ្នកប្អូនស្រីដឹងថាម្ជុលប្រាក់ទាំងនេះមិនមែនចាក់ចូលតែមួយថ្ងៃពីរថ្ងៃទេដូច្នេះប្រកាសជាអាចរកឃើញតម្រុយនៅក្នុងវាំងបន្ទាប់ពីបញ្ចុះសបងស្រីរួចនាងបានជួបប្រទេសសេះពិសេសមួយនៅខាងក្រៅវាំងអង្គរៈក្បែរប្រទេសសេះព្រោះចៅវាយមានជំងឺភ្លាមគាត់បានហាមនាងមិនឲ្យចូលមកជិតយ៉ាងម៉ឺងម៉ាត់តែស្ត្រីនោះបែរជាដឹងភ្លាមថាបុរសនោះមិនមែនគ្រាន់តែឈឺធម្មតាទេគឺបណ្ដាលមកពីពុលទេហើយជាតិពុលបានរាលដាលពេញរាងកាយហើយបើមិនព្យាបាលទាន់ពេលប្រហែលជាមិនអាចរស់ដល់យប់នេះទេពេលនេះមានតែនាងទេដែលអាចជួយសង្គ្រោះជីវិតគាត់បានតែអង្គរៈគិតថានាងនិយាយមិនពិតជេរប្រមាថចៅវាយថែមទាំងយកថ្នាំគ្រាប់ដែលលោកយាយបានប្រទានមកវិញប៉ុន្តែនាងមើលមួយផ្លែតក៏ដឹងថាថ្នាំគ្រាប់នេះមិនត្រឹមតែគ្មានប្រយោជន៍លេបទៅអាចធ្វើឲ្យគាត់ស្លាប់ភ្លាមបុរសក្នុងរថយន្តឃើញថានាងអាចនិយាយត្រូវពីមូលហេតុនៃជំងឺក៏ឲ្យគាត់ព្យាយាមព្យាបាលទៅស្ត្រីនោះមិនស្ទាក់ស្ទើរក៏យកម្ជុលប្រាក់ចេញមកត្រៀមចាក់ម្ជុលតែអង្គរៈប្រញាប់ខាត់ព្រោះកន្លែងដែលគាត់ចាក់គឺជាកន្លែងគ្រោះថ្នាក់ហើយនៅក្រោមមេឃនេះក្រៅពីគ្រូពេទ្យឈ្មោះហ្វេងអ្នកផ្សេងទៀតដែលចាក់ម្ជុលនៅទីនេះនឹងធ្វើឲ្យអ្នកជំងឺស្លាប់ភ្លាមខ្ញុំពូកែជាងតានោះឆ្ងាយណាស់បន្ទាប់មកនាងក៏ចាក់ម្ជុលភ្លាមមួយសន្ទុះក្រោយមកការឈឺចាប់របស់បុរសនោះក៏ធូរស្រាលគួរឲ្យកត់សម្គាល់ពេលនោះអង្គរៈក៏ប្រញាប់សុំទោសនាងហើយនាងក៏មិនប្រកាន់ច្រើនដែរគ្រាន់តែប្រាប់បុរសនោះថាជាតិពុលបានចូលទៅក្នុងសួតហើយការព្យាបាលជើងវិញត្រូវរងចាំពេលបន្តិចទៀតបន្ទាប់មកក៏សរសេរវេជ្ជបញ្ជាហើយបានណែនាំគាត់ឲ្យលេបថ្នាំឲ្យបានទៀងទាត់រយៈពេលកន្លះខែទើបអាចបន្តការព្យាបាលជាបន្តទៀតបានអង្គរៈមើលវេជ្ជបញ្ជានៅលើអក្សរដែលសរសេរមិនសូវច្បាស់ក៏មានការព្រួយបារម្ភថ្នាំដែលចេញដោយស្ត្រីមិនគួរឲ្យទុកចិត្តប៉ុន្តែបុរសនោះបានបញ្ជាអង្គរៈយ៉ាងម៉ឺងម៉ាត់យកថ្នាំតាមវេជ្ជបញ្ជាព្រោះគាត់មានអារម្មណ៍មិនច្បាស់លាស់ថាស្ត្រីនៅចំពោះមុខគាត់ប្រហែលជាកូនសិស្សរបស់គ្រូពេទ្យហ្វុងដែលចុះពីភ្នំបន្ទាប់មកស្ត្រីនោះបានមកដល់ទីធ្លាដែលបងស្រីធ្លាប់រស់នៅដើម្បីស្វែងរកតម្រុយនៅទីនេះនាងបានជួបអ្នកបម្រើផ្ទាល់ខ្លួនរបស់បងស្រីនាងពេលអ្នកបម្រើឃើញកញ្ញាទី2ភ្លាមនោះក៏រំភើបចិត្តស្រក់ទឹកភ្នែកស្ត្រីនោះសួរនាងថាតើបងស្រីមានអ្វីប្លែកមុនពេលស្លាប់ឬអត់នាងប្រាប់ថាគ្មានអ្វីប្លែកទេ
ប៉ុន្តែបងស្រីធ្លាប់ផ្ដាំនាងថាត្រូវចាំរហូតដល់កញ្ញាទី2ត្រឡប់មកវិញស្ត្រីនោះសួរដេញដោលអំពីប្រភពនៃគ្រាប់ពេជ្រនោះទៀតព្រោះតែវាតែអាចរក្សាសពបងស្រីកុំឲ្យរលួយបានរយៈពេល7ថ្ងៃគឺដើម្បីបិទបាំងស្នាមរបួសលើខ្លួនបងស្រីនេះមិនមែនជាកែវភ្នែកទេតែកញ្ញាថាងយុនថាវយកមកនោះទេថាងយុនថាវចាស់ទាសីបានឃើញផ្ទាល់ភ្នែកកញ្ញាថាងនៅពាក់កណ្ដាលអាធ្រាត្រឆ្លៀតពេលគេមិនចាប់អារម្មណ៍គេបានដាក់គ្រាប់ពេជ្រចូលទៅក្នុងមាត់កូនស្រីច្បងស្ត្រីដែលដឹងការពិតខឹងសម្បាយ៉ាងខ្លាំងភ្លាមនោះនាងយល់ថាហេតុអ្វីបានជាស្រីកំណានតែងតែរារាំងនាងមិនឲ្យបើកមឈូសពិនិត្យសាកសពនាងប្រញាប់ត្រឡប់ទៅផ្ទះវិញដើម្បីត្រៀមខ្លួនប្រឈមមុខជាមួយស្រីកំណានតែចៃដនបានឃើញស្ត្រីចំណាស់កំពុងជំរុញឪពុកឲ្យចូលក្នុងវាំងចង់ឲ្យប៉ាអង្វរព្រះចៅអធិរាជផ្លាស់ប្ដូរចំណងជើងរបស់ក្មេងស្រីក្រុងការទៅក្រោមព្រះនាងនិយាយចំថានាងដែលចេះតែគិតរឿងអាក្រក់មិនស័ក្តិសមទេពេលលោកយាយឬភ្លាមខឹងផ្លែកជេនាងថាធំដឹងក្តីនៅស្រុកស្រែថោកទាបអន់ថយនៅពេលនេះអ្នកបម្រើបានជូនដំណឹងដល់ព្រះអង្គម្ចាស់នៃការមកដល់របស់គាត់ភ្លាមនោះលោកយាយក៏ផ្លាស់ប្ដូរអរិយាប័ត្រផ្លែកគាត់គិតថាម៉ែបានមកជួបស្រីកំណែតតែម៉ែមានគម្រោងក្នុងចិត្តរួចហើយទ្រង់ជ្រាបថាការតាក់ទាញត្រកូលតាំងគឺសំខាន់ណាស់សម្រាប់ការដណ្ដើមរាជដូច្នេះការយាងមកលើកនេះគឺដើម្បីសុំរៀបការជាមួយកូនស្រីទី2នៃត្រកូលតាំងប៉ុន្តែទ្រង់បែរជាច្រឡំស្រីកំណែតទៅវិញច្រឡំថាជាគូដណ្ដឹងទោះបីជាឃើញមុខគេស្ទើរតែសន្លប់បាត់ស្មារតីក៏ដោយប៉ុន្តែដើម្បីរាជបល្ល័ង្កព្រះអង្គម្ចាស់ត្រូវតែទ្រាំក៏បានបង្ហាញពីបំណងរបស់ខ្លួនភ្លាមទូបង្គំចង់រៀបការជាមួយកញ្ញាទី2មិនដឹងថាកញ្ញាទី2ព្រមឬអត់ស្រីម្នាក់នោះគិតថាព្រះអង្គម្ចាស់ពេញចិត្តខ្លួនតាំងពីដំបូងតែការពិតព្រះអង្គគ្រាន់តែច្រឡំមនុស្សបន្ទាប់មកនាងក៏ធ្វើជាខ្មាស់អៀនហើយនិយាយថាខ្លួនជាមនុស្សសាមញ្ញព្រះអង្គម្ចាស់ក៏មានបន្ទូលភ្លាមថាបានទូព្រះរាជាតែងតាំងនាងជាម្ចាស់ក្ត្រីឆៅអានស្អែកនឹងមានមន្ត្រីមកប្រកាសរាជបញ្ជានិយាយរួចក៏ចាក់ចេញពីត្រកូលតាំងទៅមុនរឿងនេះធ្វើឲ្យស្រីល្បិចក៏សប្បាយចិត្តជាខ្លាំងគិតថាចង់ត្រឡប់ទៅវិញដើម្បីឲ្យពូនឹងជីដូនរៀបចំបណ្ណាការនរណាដឹងថាពេលនាងងាកក្រោយតៅហោះមួយបានចាក់មុខនាងភ្លាមតាំងនាងឯងធ្វើអីហ្នឹងថាងយុនថាវត្បូងពេជ្រចាំងពន្លឺនេះឯងនៅចាំបានទេ